ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងការចរចាការទូតទើបអាចឈានបានមួយជំហានទៀតដោយបានបោះបង្គោលព្រំដែនបណ្ដោះអាសន្នហើយរដ្ឋាភិបាលមានការរំពឹងទុកជាវិជ្ជមានថាទៅមុខទៅយើងនឹងមានបង្គោលព្រំដែនផ្លូវការតែម្ដងតែមួយជំហាននេះគឺជាជំហានដ៏វិជ្ជមាននិងជាជំហានដ៏ជោគជ័យមួយដែរសម្រាប់ប្រទេសកម្ពុជាដោយសារតែកម្ពុជានិងថៃមិនធ្លាប់មានបង្គោលព្រំដែនច្បាស់លាស់ដូចពេលនេះទេប៉ុន្តែគោលដៅធំបំផុតរបស់រដ្ឋាភិបាលគឺលោកចង់បោះបង្គោលព្រំដែនផ្លូវការដែលមានអន្តរជាតិជាពិសេសប្រទេសជិតខាងរបស់យើងទទួលស្គាល់ហើយអ្វីដែលសំខាន់នោះគឺរដ្ឋាភិបាលចង់ឲ្យប្រជាជនមានព្រំដែនច្បាស់លាស់និងអាចបញ្ជាចំនួនក្នុងរយៈពេលវែងនាពេលអនាគតដូចនេះសូមបងប្អូនបន្តជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះនិងរងចាំមើលលទ្ធផលទាំងអស់គ្នាដោយការអត់ធ្មត់ហើយសូមបងប្អូនកុំជឿទៅលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ព្រោះអីព័ត៌មានទាំងអស់ហ្នឹងសុទ្ធតែជាព័ត៌មានคล้ายៗដែលក្រុមប្រឆាំងយកមកបង្ហោះផ្សាយដើម្បីបំបែកសាមគ្គីភាពរបស់ប្រជាជនយើងទេ